បាទជំរាបសួរពុកម៉ែបងប្អូនមកកាន់ Channel ក្រចេះពំភាអេសានបាទអញ្ចឹងបងប្អូននេះគឺខ្ញុំនាំបងប្អូនមកមើលផ្លូវខាងថ្មរៀបផ្លូវមាត់ទន្លេបាទពីវត្តថ្មរៀបឡើងមកក្រោមស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះបាទអញ្ចឹងផ្លូវមាត់ទន្លេនេះគឺគេក្រាបប៊ីតុងចាប់ពីវត្តថ្មរៀបឡើងមកដល់ខាងក្រោមស្ពានណាបងប្អូនដល់ចិត្តដល់កំពុងដល់ភ័យប្រឡងចាស់យើងបាទអញ្ចឹងផ្លូវនេះគឺគេក្រាយបេតុងហើយពីមុនគ្រោះឥឡូវគេបានបេតុងហើយបាទក្រោមស្ពានត្រៃខាងលិចអញ្ចឹងនៅតែផ្លូវគ្រោះក្រហមក្រោមស្ពានមួយទៀតគឺក្រោមស្ពានហ្នឹងឡើងទៅខាងប្រៃប្រសពគឺនៅរាផ្លូវហ្នឹងហៅផ្លូវធំហើយនេះផ្លូវមាត់ទន្លេបងប្អូនបាទអញ្ចឹងផ្លូវហ្នឹងលើថាកម្រងគេធ្វើជាមួយរោងចក្រស៊ីម៉ង់បាទឥឡូវនេះយើងបបែមកមើលស្ថានភាពស្ពានរបស់យើងវិញបាទនេះគឺជាស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះដែលមានប្រវែង1761ម៉ែត្របាទឆ្លងកាត់ពីខាងខេត្តក្រចេះមកច្រាក់មកខាងស្រុកប្រៃវិសពហើយភូមិថ្មរៀបបងបាទហើយប្លុងពីមតេអានេះគេហៅខាងថ្មរៀបបាទអញ្ចឹងស្ពាននេះគឺបានសាងសង់រួចរាល់ហើយបងប្អូនបាទបើកជាផ្លូវការឲ្យឆ្លងទៅវិញទៅមកបានធម្មតាបាទអញ្ចឹងស្ពាននេះគឺជាស្ពានលំដាប់ទី3ដែរដែលវែងជាងគេក្នុងប្រទេសកម្ពុជាបងប្អូនបាទតិចថាអត់ដឹងបាទអញ្ចឹងខ្ញុំប្រាប់ឲ្យដឹងបាទអញ្ចឹងស្ពាននេះគឺមកដល់ពេលនេះគឺដំណើរការធម្មតាឲ្យដល់រដូវទឹកឡើងទៀតបាទបងប្អូនឃើញសវលបតាជាប់ស្ពានហ្នឹងហៅទឹកឡើងបាទទឹកឡើងម្ដងគឺពាក់កណ្ដាលស្ពានបាទគឺចិត្តដល់លើដែរបាទទឹកឡើងថាទឹកឡើងរដងឆ្នាំគឺឡើងប៉ុណ្ណឹងបាទអញ្ចឹងស្ពាននេះគឺចាក់ពីស្ពានហ្នឹងឡើងទៅខាងកំពង់ធំទៅដល់ខាងមុខគឺមានផ្សារកាប៉ែមួយទៀតបាទអញ្ចឹងខ្ញុំថតនេះគឺត្រោយខាងលិចទៅត្រោយខាងកើតវិញបាទអញ្ចឹងផ្លូវខ្ញុំបបែផ្លូវនេះគឺផ្លូវទៅខាងកំពង់ធំបាទអ្នកស្គាល់ផ្លូវជិះទៅដល់កំពង់ធំអ្នកអត់ស្គាល់ផ្លូវគឺវែងបងប្អូនបាទអញ្ចឹងបើយើងជិះតាមផ្លូវហ្នឹងគឺចូលដល់ក្នុងហ្នឹងគឺផ្លូវខុតខ្វែងច្រើនណាបាទអញ្ចឹងបើយើងចង់ជិះទៅខាងកំពង់ធំយើងត្រូវសួរគេឲ្យច្បាស់ថាផ្លូវណាទៅដល់កំពង់ធំអញ្ចឹងបងប្អូនអញ្ចឹងផ្លូវនេះគឺចេញទៅផ្លូវជាតិ62បងប្អូនបាទអញ្ចឹងស្ពាននេះរងចាំតែផ្លូវបែបប្រសពហើយបងប្អូនបាទគឺឡើងហើយបាទអញ្ចឹងស្ពាននេះគឺបើកដំណើរការធម្មតាបងប្អូនមកពីចម្ងាយហ្នឹងបាទតែសួរខ្ញុំថាស្ពានហ្នឹងគេឲ្យជីដំណើរការនៅថាឥឡូវស្ពានហ្នឹងជីហើយបាទគេបើករហូតបាទសូមជម្រាបជាដំណឹង